សូមជ្រះថ្លាអនុមោទនាសន្តាប់និងស្ដាប់នៅសាមញ្ញផលសូត្រដែលដកស្រង់ចេញពីសៀវភៅសិក្សាព្រះសូត្រភាគ1ដែលរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សដូចតទៅសាមញ្ញផលសូត្រព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តអម្ពវ័នជាវត្តដែលពេទ្យជីវកកោមេរភច្ចៈវេចំការស្វាយថ្វាយព្រះសង្ឃព្រមដោយសេនាសនៈផ្សេងនៅជិតភ្នំកិច្ចកោฏជាប់នឹងក្រុងរាជក្រឹសក្នុងការនោះព្រះអង្គទ្រង់គង់នៅជាមួយនឹងភិក្ខុសង្ឃ1250អង្គពេទ្យជីវកកោមេរភច្ចៈនៅពេលដែលថ្វាយសម្ពុតសាច់ល្អពីផ្ទាំងដល់ព្រះដ៏មានព្រះភិក្ខនៅនីព្រះកន្តកតលើភ្នំកិច្ចកោฏបានស្ដាប់ព្រះធម៌ទេសនាសម្រាប់សោតាបត្តិផលហើយទៅសាងវិហារថ្វាយដល់ព្រះដ៏មានព្រះភិក្ខក្នុងចំការស្វែងរបស់គាត់ពេទ្យជីវកៈបានរៀបចំក្នុងវត្តនោះដោយទីកន្លែងសម្រាប់ពេលថ្ងៃសម្រាប់ពេលយប់រោងសម្រាកកុដិនិងសាលាជាដើមហើយឲ្យសាងព្រះកន្តកតដែលសមគួរដល់ព្រះដ៏មានព្រះភិក្ខនិងឲ្យសាងកំពែងមានពណ៌ដូចជាសំពត់ក្រហមកម្ពស់18ហត្ថព័ទ្ធជុំវិញចំការស្វាយថ្វាយចង្ហាន់ព្រមទាំងមើលថែភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានពេទ្យជីវកៈនេះឯងដែលបានយាងព្រះបាទអជាតសតុឲ្យមកគាល់ព្រះដ៏មានព្រះភិក្ខដើម្បីទូលសួរនៅបញ្ហាអំពីផលនៃសមណបដិបត្តិដែលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នព្រះបាទអជាតសតុមានព្រះហឫទ័យចង់គាល់ព្រះដ៏មានព្រះភិក្ខប៉ុន្តែមិនអាចចូលគាល់ព្រះដ៏មានព្រះភិក្ខដោយព្រះអង្គឯងបានទើបព្រះអង្គធ្វើនៅនិមិត្តដើម្បីឲ្យពេទ្យជីវកៈយាងព្រះអង្គទៅហេតុអ្វីទើបស្ដេចមិនហ៊ានចូលគាល់ព្រះដ៏មានព្រះភិក្ខដោយព្រះអង្គឯងព្រោះព្រះអង្គមានកំហុសច្រើនព្រះបាទអជាតសតុបានធ្វើឃាតព្រះបិតារបស់ព្រះអង្គដែលជាឧបថៈនៃព្រះដ៏មានព្រះភិក្ខទាំងដែលព្រះបិតាជាអរិយសាវកម្យ៉ាងទៀតភិក្ខុទេវទត្តបានអាស្រ័យនឹងព្រះបាទអជាតសតុនោះឯងហើយធ្វើនៅកំហុសធំចំពោះព្រះដ៏មានព្រះភិក្ខបរិជាអាស្រ័យពេទ្យជីវកៈបានចូលគាល់ព្រះដ៏មានព្រះភិក្ខស្ដេចបានទតឃើញព្រះភិក្ខុសង្ឃ1250អង្គគង់នៅដោយសេចក្តីស្ងប់ស្ងាត់ទ្រង់បានបន្លឺនៅឧទានវាចាដ៏ថ្លាស្អាតដូចជាអន្លង់ទឹកថ្លាថាឥឡូវនេះភិក្ខុសង្ឃប្រកបដោយសេចក្តីស្ងប់រងាប់ណាសូមឲ្យឧត្តយៈផត្តកុមារជាកូនរបស់យើងប្រកបដោយសេចក្តីស្ងប់រងាប់នេះឯងបរិជាបានសូមឱកាសព្រះដ៏មានព្រះភិក្ខសួរនៅបញ្ហាព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាបពិតមហារាជបើទ្រង់ប្រាថ្នានឹងសួរនៅប្រស្នាណាសូមទ្រង់សួរមកចុះសម្បញ្ញូបវរណាមិនទូទៅដល់ព្រះបច្ចេកពុទ្ធព្រះអគ្គសាវកនិងមហាសាវកទាំងឡាយឡើយព្រះដ៏មានព្រះភិក្ខទ្រង់មាននៅសម្បញ្ញតញ្ញាណបានប្រទានឱកាសឲ្យនរណាទាំងអស់ដែលមានបំណងសាកសួរដោយមិនមានពាក្យថាបើតថាគតដឹងតថាគតនឹងឆ្លើយដូច្នេះឡើយបរិជាទ្រង់បានទូលសួរព្រះដ៏មានព្រះភិក្ខអំពីផលនៃសមណបដិបត្តិដែលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នកាលដែលព្រះដ៏មានព្រះភិក្ខទ្រង់វិសាចនាចប់ហើយបរិជាបានពោលសរសើរព្រះធម៌ទេសនាដល់ក្រៃលែងហើយបានសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកព្រមទាំងបានសូមខមាទោសដោយពាក្យថាបបិទ្ធព្រះអង្គដ៏ចម្រើនទោសកំហុសប្រព្រឹត្តកន្លងនៅខ្ញុំព្រះអង្គតាមដែលខ្ញុំព្រះអង្គជាមនុស្សល្ងងខ្លៅជាមនុស្សវង្វេងជាមនុស្សមិនឆ្លៀសវៃបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គណាបានផ្ដាច់បង់នៅព្រះជន្មាយុនៃព្រះបិតាដែលប្រកបដោយធម៌ជាព្រះធម្មរាជព្រោះតែឥស្សរយុគឺប្រាថ្នាចង់ធ្វើស្ដេចខ្លួនឯងបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខអត់នៅទោសកំហុស
តាមទោសកំហុសរបស់ខ្ញុំព្រះអង្គនោះដើម្បីនឹងសង្រួមតទៅកាលដែលព្រះបរមសាស្តាទ្រង់អត់ទោសឲ្យហើយព្រះរាជាក៏បានថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខធ្វើប្រតិសិនរួចស្ដេចយាងចេញទៅការដែលស្ដេចយាងចេញទៅមិនយូរប៉ុន្មានព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយព្រះរាជាអង្គនេះជីករំលឹងគុណធម៌របស់ខ្លួនចេញអស់ហើយមនាលភិក្ខុទាំងឡាយព្រះរាជាអង្គនេះផ្ដាច់បង់គុណធម៌របស់ខ្លួនចេញអស់ហើយមនាលភិក្ខុទាំងឡាយប្រសិនបើព្រះរាជាអង្គនេះមិនបានផ្ដាច់បង់ព្រះជន្មាយុនៃព្រះបិតាដែលប្រកបដោយធម៌ជាព្រះធម្មរាជទេធម្មចក្ខុគឺសោតាបត្តិមៈដែលប្រឆាធូលីប្រឆាមន្ទិលនឹងកើតឡើងដល់ព្រះរាជាលើអាសនៈនេះមិនខានឡើយព្រះបាទអជាតសតុបានស្ដាប់ព្រះសូត្រនេះហើយទ្រង់បានអានិសង្សច្រើនណាស់ព្រោះថាចាប់តាំងអំពីធ្វើឃាតព្រះបិតារួចមកទ្រង់មិនដែលផ្ទុំលក់ឡើយទាំងយប់ទាំងថ្ងៃតែដល់ពេលបានគាល់ព្រះបរមសាស្តានិងបានស្ដាប់ព្រះធម៌ទេសនាដ៏ពិរោះមានឱជានេះហើយទើបទ្រង់បានផ្ទុំលក់ហើយព្រះរាជាបានធ្វើសក្ការៈដល់ក្រៃលែងចំពោះបរតនត្រ័យគឺមិនមានប្រធុជនណាដែលប្រកបដោយសទ្ធាស្មើនឹងព្រះរាជាអង្គនេះឡើយក្នុងអនាគតនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាមជីវិតវិសេសៈសូមអនុមោទនា